ជំរាបសួរក៏ដូចជាសួស្តីបងថ្ងៃនេះយើងចង់មកណែនាំបងពីផ្លូវទៅអាទីសង់អង្គរអញ្ចឹងយើងចាប់ផ្ដើមចេញដំណើរពីរង្វង់មូលវត្តដំណាក់ហើយបងឡើងស្ពានមកបន្ទាប់ពីឡើងស្ពានហើយកាច់ខាងឆ្វេងហើយធ្វើការជិះទៅត្រង់រហូតទៅដល់រង្វង់មូលផ្សារចាស់ហើយពេលដែលបងឃើញរង្វង់មូលផ្សារចាស់ហើយបងរៀងកាច់មកខាងស្ដាំដៃបន្តិចហើយជិះទៅត្រង់រហូតហើយប្រហែលជា50ម៉ែត្របងនឹងឃើញច្រកចូលទី1ហើយតែផ្លូវនឹងដែរគឺជាផ្លូវដើរថ្មើរជើងចឹងបើសិនជាបងមានយានជំនិះរៀងខ្លួនបងអាចជិះទៅត្រង់បន្តិចទៀតហើយកាច់ខាងឆ្វេងហើយប្រហែលជា20ម៉ែត្របងនឹងឃើញច្រកចូលទូចមួយចូលទៅអាទីសង់អង្គរនឹងគឺជាកន្លែងសម្រាប់ចតឡានចតម៉ូតូហើយបងក៏អាចចូលទស្សនាតាមផ្លូវនឹងបានដូចគ្នាបងដែលអញ្ជើញមកលេងខេត្តសៀមរាបនាពេលខាងមុខនេះកុំរំលងអាទីសង់អង្គរឲ្យសោះព្រោះថាបងមិនត្រឹមតែបានមកដើរលេងកម្សាន្តទេថែមទាំងមកជួយគាំទ្រវប្បធម៌ខ្មែរយើងដូចគ្នាជួបគ្នានៅអាទីសង់អង្គរទាំងអស់គ្នាណាបង